តើលោកអ្នកដែលឃើញកូនក្មេងហើយគាត់មានរបស់របរលេងជាច្រើនហើយស្រាប់តែមានក្មេងម្នាក់ទៀតបានយករបស់មួយក្នុងចំណោមរបស់ជាច្រើនដែលគាត់មាននោះមកលេងហើយស្រាប់តែគាត់បានប្រាប់ទៅក្មេងនោះថាកុំយកនោះជារបស់ខ្ញុំហើយនេះបើសិនជាយើងមើលរូបភាពបានឆ្លុះបញ្ចាំងអំពីការច្រណែនដែរដូច្នេះតើវាមានប៉ះពាល់ទៅរបៀបណាគឺនឹងមានគ្រោះថ្នាក់ខ្ញុំបាទសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿនជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រីស្ទបរិស័ទខ្មែរស្វែងរកចម្លើយនៅក្នុងព្រះគម្ពីរនិងស្វែងយល់បន្ថែមទៀតនៅអ្វីដែលគ្រីស្ទបរិស័ទធ្វើយើងបន្តស៊េរីរបស់យើងនៅថ្ងៃនេះទាក់ទងនឹងការគ្រប់គ្រងលើខ្លួនឯងការគ្រប់គ្រងខ្លួនឯងបើសិនជាយើងមិនបានគ្រប់គ្រងទាំងពាក្យសម្ដីឬក៏អ្វីផ្សេងទៀតដែលយើងធ្វើនោះទេវានឹងប៉ះពាល់ទៅថ្ងៃអនាគតហើយយើងនឹងរកព្រះគម្ពីរដើម្បីនឹងបន្ថែមដើម្បីនឹងជួយគ្រប់គ្រងលើខ្លួនឯងផងដែរនៅថ្ងៃនេះយើងនឹងមើលប្រធានបទទាក់ទងនឹងការច្រណែនអរអ្នកបងប្អូនពេលខ្លះការច្រណែននិងការប្រច័ណ្ឌយើងយល់ច្រឡំនឹងគ្នាដោយសារពេលខ្លះអាចលាយឡំគ្នាហើយយើងមិនដឹងមួយណាប្រច័ណ្ឌមួយណាច្រណែនប៉ុន្តែវាមានអត្ថន័យខុសៗគ្នាទាក់ទងនឹងការច្រណែនគឺកើតឡើងចំពោះឧទាហរណ៍ថាបើសិនជាសេចក្តីច្រណែននោះវាមានល្អនិងច្រណែនអាក្រក់ផងដែរដូច្នេះយើងឧទាហរណ៍អំពីការច្រណែនរបស់ផងព្រះចំពោះរាជរបស់ផងព្រះអង្គទៅថ្វាយបង្គំដល់ព្រះតន្ត្រីនោះពិតជាព្រះអង្គមិនចង់បានឲ្យរាជរបស់ផងព្រះអង្គទៅថ្វាយបង្គំព្រះតន្ត្រីនោះទេពីព្រោះព្រះអង្គបានចង់ការពារមិនឲ្យមានការនោះកើតឡើងពីព្រោះព្រះអង្គចង់ឲ្យកូនរបស់ផងព្រះអង្គបានសេចក្តីល្អជាជាងសេចក្តីអាក្រក់ឧទាហរណ៍ទី2គឺជាការដែលឪពុកបានប្រច័ណ្ឌជាមួយនឹងកូនហើយនឹងការដែលកូនមិនចង់ឲ្យកូនបានរៀបការជាមួយនឹងបរិសដែលអាក្រក់នោះទេគឺឪពុកតែងតែការពារហួងហែងកូននោះមិនចង់ឲ្យមានការអាក្រក់ដល់កូននោះឡើយការប្រច័ណ្ឌដែលអាក្រក់គឺជាការប្រច័ណ្ឌមួយដែលលើកឧទាហរណ៍អំពីការដែលប្រពន្ធប្រច័ណ្ឌប្តីឬប្តីប្រច័ណ្ឌប្រពន្ធហួសហេតុដែលហួងហែងការពារហួសល្បត់ដែលមិនចង់ឲ្យប្តីទៅនិយាយជាមួយអ្នកណាឬក៏ប្រពន្ធទៅប្រស្រ័យទាក់ទងជាមួយអ្នកណាដែលហួសល្បត់ពេកហើយផ្ទុយទៅវិញទៅផ្ទុយពីការនោះទៅទៀតនាងបែរជាគ្រប់គ្រងប្តីបែរជាគ្រប់គ្រងហួសល្បត់ហើយនាងបានគ្រប់គ្រងដូចជាប្តីទៅជាកូនក្មេងទៅវិញដូច្នេះហើយការដែលច្រណែនបែបនេះគឺវាជះឥទ្ធិពលអាចបំផ្លាញអាពាហ៍ពិពាហ៍នោះផងដែរនេះជារឿងប៉ះពាល់ដែលទាក់ទងនឹងការដែលច្រណែននៅក្នុងព្រះគម្ពីរបានរាប់បញ្ចូលការច្រណែននេះចូលទៅក្នុងចង្កោមនៃផ្នែកផ្សេងនៃនិស្ស័យសាច់ឈាមរបស់មនុស្សដូច្នេះនៅក្នុងព្រះគម្ពីរកាឡាទីចំពុក5ខ19ដល់ខ21បានបរិយាយផ្នែកផ្សេងទៀតទាក់ទងនឹងវិស័យខាងសាច់ឈាមផងដែររីឯកិច្ចការខាងសាច់ឈាមនោះប្រកាសច្បាស់ហើយគឺជាសេចក្តីកំផិតសាហាវស្មន់ស្មោកគ្រោកអាភិសថ្វាយបង្គំរូបព្រះមន្តអាគមសំអប់គ្នាឆ្លោះប្រកែកឈ្នានេះកំហឹងទាស់ទែងគ្នាបែកបាក់បាក់ពួកច្រណែនកាប់សម្លាប់ប្រមឹកស៊ីផឹកជ្រុលនឹងការអ្វីទៀតដែលស្រដៀងនឹងសេចក្តីទាំងនេះផងហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុនដូចជាបានប្រាប់រួចមកហើយថាអស់អ្នកដែលប្រព្រឹត្តដូច្នេះនោះមិនបានគ្រងនគរព្រះទុកជាមរតកឡើយអរអ្នកបងប្អូនយើងឃើញសេចក្តីច្រណែនគឺជាការមួយដែលនៅក្នុងចង្កោមនៃវិស័យនិស្ស័យសាច់ឈាមឬក៏ការខាងសាច់ឈាមនេះផងដែរដូច្នេះការច្រណែនគឺជាការមួយដូច្នេះយើងឃើញថាបើសិនជាយើងមានសេចក្តីច្រណែនយើងសូមកត់សម្គាល់ខ្លួនឯងថាតើសេចក្តីច្រណែននេះមានសេចក្តីច្រណែនល្អឬមួយក៏មិនល្អដូច្នេះសូមកត់សម្គាល់ហើយប្រញាប់គ្រប់គ្រងឲ្យបានត្រឹមត្រូវពីព្រោះវានឹងមានគ្រោះថ្នាក់ដល់យើងទាំងអស់គ្នាផងដែរការគ្រប់គ្រងទៅលើសេចក្តីច្រណែនដែលល្អបំផុតគឺមធ្យោបាយមួយគត់គឺជ្រើសរើសយកប្រាជ្ញាពីស្ថានលើនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក3ខ16និងខ17បានមានបន្ទូលយ៉ាងដូចនេះបិទកន្លែងណាដែលមានសេចក្តីច្រណែននិងមានសេចក្តីគំនុំនោះក៏មាន
វឹកវរសេចក្តីអាក្រក់គ្រប់យ៉ាងដែរតែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងគឺហៅថាបរិសុទ្ធរួចមកមានចិត្តមេត្រីចិត្តសេចក្តីសម្លូតចិត្តទន់ពេញទៅដោយសេចក្តីមេត្តាករុណានិងផលល្អឥតរើសមុខហើយឥតពុតមាយាផងអស់លោកអ្នកបងប្អូននៅកាលណាដែលយើងមានសេចក្តីច្រណែននោះយើងនឹងប្រមូលព័ត៌មានមិនបានច្បាស់នោះទេបើសិនជាយើងមានសេចក្តីច្រណែននោះសេចក្តីច្រណែននោះសោយរាជ្យឬគ្រប់គ្រងលើគំនិតរបស់យើងក៏បានតែងតែគិតថាខ្ញុំគិតថាអ្នកនេះដូច្នោះអ្នកនេះដូច្នោះជាដោយសារដែលយើងមិនបានឃើញនោះឯងទើបយើងប្រើគំនិតថាខ្ញុំគិតថានោះបង្កឲ្យយើងមានសេចក្តីច្រណែនកើតឡើងផងដែរប៉ុន្តែផ្ទុយពីនោះទៅវិញយើងត្រូវតែយកប្រាជ្ញាពីស្ថានលើដើម្បីនឹងដោះស្រាយគ្រប់គ្រងលើសេចក្តីច្រណែននោះទៅវិញជាជាងដែលយើងកាត់ស្រាយឬកាត់ទោសគេនោះយើងប្រើសេចក្តីសម្លូតចិត្តទន់សន្តោសមេត្តាករុណាដើម្បីនឹងគ្រប់គ្រងហើយតើសេចក្តីនេះយើងបានមកពីណាគឺបានមកពីព្រះពីព្រោះព្រះពោពេញទៅដោយសេចក្តីនោះឯងដូច្នេះកាលណាដែលយើងសូមព្រះអង្គនោះសេចក្តីនោះនឹងមកឲ្យយើងមិនមានសេចក្តីច្រណែននៅក្នុងខ្លួនផងដែរខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយរួមចំណែកដល់លោកអ្នកបងប្អូនទាក់ទងនឹងការដែលយើងគ្រប់គ្រងលើសេចក្តីច្រណែនរបស់យើងហើយអរលោកអ្នកបងប្អូនបើសិនជាលោកអ្នកបងប្អូនមានសំណួរសូមសួរមកយើងនៅក្នុងខមមិនខាងក្រោមដើម្បីនឹងឲ្យយើងបានមើលធ្វើវីដេអូឆ្លើយតបដល់លោកអ្នកបងប្អូននៅថ្ងៃអនាគតផងដែរសូមព្រះនៃស្ថានសួគ៌បានប្រទានពរលោកអ្នកបងប្អូននិងសូមឲ្យលោកអ្នកបងប្អូនមានប្រាជ្ញាពីស្ថានលើដើម្បីគ្រប់គ្រងលើសេចក្តីច្រណែនផងដែរសូមអរគុណនិងសូមជម្រាបលា